ระยะពេល6ខែពលករខ្មែរស្លាប់ជាង100នាក់នៅក្នុងទឹកដីថៃក្នុងរយៈពេល6ខែឆ្នាំ2017នេះអាជ្ញាធរថៃបានបញ្ជូនសាកសពពលករខ្មែរចំនួន110នាក់ស្រី17នាក់មកឲ្យអាជ្ញាធរខ្មែរដើម្បីប្រគល់បន្តទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតួលេខខាងលើនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំស្ដីពីសកម្មភាពការងារប្រឆាំងការជួញដូរមនុស្សនិងសមាហរណកម្មជនរងគ្រោះរបស់គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សនៅទីស្តីការក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2017ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាទតាមរបាយការណ៍ដែលអានដោយលោកស្រីជូប៊ុនអេងអនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងទៀតដែរថារយៈពេលដូចគ្នានេះអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានទទួលពលករខ្មែរដែលត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញតាមច្រកព្រំដែនគោកនិងអាកាសចំនួន1396លើកសរុប91412នាក់នៅក្នុងនោះមានស្រី34607នាក់និងកុមារ4434នាក់របាយការណ៍ដដែលក៏បានបង្ហាញឲ្យដឹងទៀតថាពលករខ្មែរ4169នាក់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនលើសពី1ខែពីបទឆ្លងដែនខុសច្បាប់មុនបញ្ជូនមកកម្ពុជាវិញសូមបញ្ជាក់ថាពលករខ្មែរដែលស្លាប់នៅក្នុងទឹកដីថៃភាគច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍និងអំពើបាញ់ប្រហារជាដើមបាទពុកម៉ែបងប្អូននេះគឺជាព័ត៌មានទាក់ទងនឹងពលករខ្មែរដែលទៅរស់នៅក្នុងទឹកដីថៃហើយនឹងបាត់បង់ជីវិតនិងចំណាក់ស្រុកខុសច្បាប់ផងដែរបាទពុកម៉ែបងប្អូនខ្ញុំបាទសូមបញ្ចប់រឿងរ៉ាវត្រឹមតែប៉ុណ្្នេះសិនបាទខ្ញុំសូមបន្តនៅរឿងទី2ក្មេងប្រុសអាយុ8ឆ្នាំសោះត្រូវគេបង្វក់ឲ្យចេះប្រើគ្រឿងញៀននៅឯរាជធានីភ្នំពេញកុមារាម្នាក់អាយុ8ឆ្នាំសោះត្រូវគេពង្វក់ឲ្យចេះប្រើប្រាស់គ្រឿងញៀននិងត្រូវបានមេគ្រឿងញៀនអូសទាញឲ្យឈរលក់ថ្នាំញៀននៅតំបន់រោងចក្រឆ្នាំងសមត្ថកិច្ចចុះបង្ក្រាបការឃាត់ខ្លួននៅថ្ងៃទី11ខែកក្កដាឆ្នាំ2017វេលាម៉ោងប្រហែល 15:20 នាទីកម្លាំងផ្នែកព្រហ្មទណ្ឌបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់2នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀននៅចំណុចប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើងក្រុមទី109ភូមិ23សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញជនសង្ស័យជាអនិច្ចជនឈ្មោះសចបហៅចាបភេទប្រុសអាយុ8ឆ្នាំមុខរបរពំពិតប្រកបដាក់នៅផ្ទះជួលផ្លូវរថភ្លើងសង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញសមត្ថកិច្ចដកហូតវត្ថុតាងចាប់យកមកក្រាមពណ៌សថ្លាចំនួន35កញ្ចប់ទូចសង្ស័យជាគ្រឿងញៀនបច្ចុប្បន្នជនសង្ស័យជាអនិច្ចជនដោយមានការសម្របសម្រួលពីលោកស្រីកៅសគុណព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញបានបញ្ជូនទៅមន្ទីរសង្គមគិច្ចរាជធានីភ្នំពេញដើម្បីគ្រប់គ្រងបន្តនិងកសាងសំណុំរឿងទៅសាលាដំបងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់បាទពុកម៉ែបងប្អូននេះគឺជារឿងតាក់ទងនឹងកុមារអាយុ8ឆ្នាំសោះបានចេះជួញដូរគ្រឿងញៀនដោយមានការបង្វក់ឲ្យដោយមេខ្លោងគ្រឿងញៀនផងដែរបាទពុកម៉ែបងប្អូនខ្ញុំបាទសូមបញ្ចប់រឿងរ៉ាវទាំងពីររឿងត្រឹមតែប៉ុណ្ណេះសិនហើយក៏សូមអរគុណនិងសូមធ្វើការអភ័យទោសរាល់ការអត្ថាធិប្បាយទៅមានភាពល្អល្អួរផងដែរបាទសូមអរគុណសូមជម្រាបលា